បាទស្វាគមន៍បងប្អូនទាំងអស់គ្នាវិលត្រឡប់មកជួបជាមួយនឹងខ្ញុំបាទម្ដងទៀតជាមួយនឹងការសង្ខេបសាច់រឿងប្រយុទ្ធទៅកាន់មេឃាភាគ 152C ដែលជាភាគបន្តហើយដូចគ្នាដែរប្រសិនបើបងប្អូនមានទឹកចិត្តក៏អាចជួយឧបត្ថម្ភឲ្យខ្ញុំដើម្បីជាការលើកទឹកចិត្តដល់រូបខ្ញុំបានផងដែរបាទហើយកុំភ្លេចជួយចុច like subscribe ក៏ដូចជាចូល comment លេខម្នាក់មួយផងណាអញ្ចឹងដើម្បីកុំឲ្យខាតពេលវេលាយូរយើងចូលមកកាន់សាច់រឿងរបស់យើងជាបន្តពីសៀវយានហើយនឹងសុនអឺបានចំណាយពេលអស់រយៈពេល4ខែដើម្បីធ្វើដំណើរឆ្លងកាត់ជាន់ទី1នៃភ្នៅឋានសួគ៌វាហាក់បីដូចជាគំនិតនៃពេលវេលាគឺកាន់តែខ្សោយទៅដូច្នេះហើយសៀវយាននិងសុនអឺពួកគេក៏មានការស្រឡាំងកាំងបន្តិចផងដែរនៅពេលដែលពួកគេបានឃើញថាមានជញ្ជាំងធម្មពលដ៏ធំសម្បើមមួយនៅចំពោះមុខពួកគេបន្តមកសៀវយានគេក៏បាននិយាយទាំងការភ្ញាក់ផ្អើលនៅពេលដែលគេបានឃើញនៅជញ្ជាំងធម្មពលនឹងហាក់បីដូចជាធ្លាក់ចុះពីលើមេឃមកអញ្ចឹងតើនេះគឺជាច្រកចូលទៅកាន់ជាន់ទី2នៃភ្នៅឋានសួគ៌តើមែនទេបានអញ្ចឹងបន្តពីសៀវយានគេបានធ្វើដំណើររយៈពេល4ខែនៅក្នុងភ្នៅឋានសួគ៌នឹងគឺគេបានប្រយុទ្ធជាមួយនឹងរាងកាយធម្មពលអស់ជាច្រើនដូច្នេះហើយពេលវេលាក្នុងការប្រយុទ្ធរបស់សៀវយាននឹងគឺកាន់តែលឿនទៅហើយរាងកាយធម្មពលដែលស្មើទៅនឹងអិសរាជជនកម្រិតទី9ផ្កាយ6អីហ្នឹងគឺថាសៀវយានគឺប្រើតែ3ស្នៀតនោះទេពួកអាដៃនឹងស្បៃអស់ហើយបានអញ្ចឹងគឺលយខ្លាំងមែនទែននៅក្នុងភ្នៅឋានសួគ៌មិនត្រឹមតែវាយបានស្នូលធម្មពលយកមកស្រូបដើម្បីដំឡើងកម្លាំងទេថែមទាំងទទួលបានបទពិសោធន៍ក្នុងការប្រយុទ្ធគ្នាទៀតអញ្ចឹងគឺពិតជាអេមបាទហើយបន្តមកទៀតហ្នឹងសុនអឺនាងក៏បានក្រឡេកទៅមើលរបាំងធម្មពលដែលដូចជាជញ្ជាំងធ្លាក់ពីលើមេឃហ្នឹងហើយបន្តមកនាងក៏បានងាកទៅកាន់សៀវយានហើយនាងក៏បាននិយាយថាបងប្រុសសៀវយានធម្មពលរបស់បងឥឡូវគឺស្ថិតនៅកម្រិតទី9ផ្កាយ5កំពូលហើយបងអាចនឹងបំបែកវាចូលទៅកាន់កម្រិតទី9ផ្កាយ6ក្នុងពេលឆាប់នេះហើយខ្ញុំចង់ឲ្យបងបំបែកចូលទៅកាន់ផ្កាយ6ឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបានមុនពេលដែលពួកយើងចូលទៅកាន់ជាន់ទី2នៃភ្នៅឋានសួគ៌បើមិនអញ្ចឹងនោះទេកម្លាំងធាតុរបស់បងគឺមិនថិតថេរនោះទេហើយមិនត្រឹមតែប៉ុណ្ណោះនៅជាន់ទី2នឹងគឺថាមានគ្រោះថ្នាក់លាក់កំបាំងច្រើនជាងជាន់ទី1ទៅទៀតហើយគ្មាននរណាម្នាក់អាចធានាបានទេថានឹងមិនមានរឿងអ្វីកើតឡើងនៅពេលដែលនរណាម្នាក់ព្យាយាមបំបែកកម្រិតនៅទីនោះសៀវយានគឺគេបានស្ទាក់ស្ទើរមួយសន្ទុះបន្ទាប់ពីគេបានលើសម្ដីរបស់សុនអឺហើយនៅទីបំផុតគេក៏បានងក់ក្បាលជាការយល់ព្រមព្រោះថាបន្ទាប់ពីសៀវយានបានចូលមកកាន់ភ្នៅឋានសួគ៌អស់រយៈពេល4ខែនេះហើយថែមទាំងគេបានស្រូបយកនៅស្នូលធម្មពលអស់រាប់រយពាន់ហ្នឹងគឺថាកម្លាំងធាតុរបស់គេឥឡូវនេះគឺពេញលេញហើយដូច្នេះហើយគេអាចឈានទៅដល់ផ្កាយ6ក្នុងពេលណាមួយក៏បានដែរហើយគេក៏បានដឹងដែរថានរណាក៏ដោយឲ្យតែរៀបនឹងបំបីផ្កាយហ្នឹងគឺថារាងកាយរបស់គេហ្នឹងគឺមិនអាចទទួលនៅការញោមញីក៏ដូចជាការវាយប្រហារពីអ្នកផ្សេងបាននោះទេហើយដូច្នេះហើយវាគឺជារឿងធម្មតានោះទេដែលសៀវយានគឺមិនត្រូវបំបីកម្រិតនៅក្នុងទីកន្លែងណាដែលគ្រោះថ្នាក់ពេកឡើយភ្លាមនោះសៀវយានគេក៏បានរអ៊ូរតំថាហើយការទម្លាយពីផ្កាយ1ទៅផ្កាយ1នៅក្នុងកម្រិតទី9គឺទាមទារធម្មពលច្រើនពេកហើយធម្មពលដែលគេបានស្រូបយកក្នុងរយៈពេល4ខែនៅក្នុងភ្នៅឋានសួគ៌នេះគឺជាអ្វីមួយដែលនៅក្នុងពិភពខាងក្រៅនឹងគឺថាមិនអាចប្រៀបធៀបជាមួយនឹងវាបាននោះទេបើទោះបីជាគេខិតខំប្រឹងប្រែងអស់រយៈពេល1ឆ្នាំក៏ដោយហើយធម្មពលនេះវាស្ទើរនឹងដល់តម្រូវការដើម្បីឲ្យខ្ញុំបំបីផ្កាយបានទៅហើយគេក៏ឆ្ងល់ទៀតហើយថាតើនៅពេលដែលគេឡើងដល់ផ្កាយ6ហ្នឹងតើគេគួរតែត្រូវការធម្មពលដល់កម្រិតណាទៅដើម្បីបំបីចេញពីផ្កាយទី6ចូលទៅផ្កាយទី7ភ្លាមនោះដែរសៀវយានគេក៏បានផ្ដោតអារម្មណ៍យ៉ាងឆាប់រហ័សហើយបន្តមកគេក៏បានក្រឡេកទៅមើលសុនអឺហើយគេក៏បាននិយាយទៅកាន់សុនអឺថាបើបែបហ្នឹងទៅហើយនោះបងមានតែរំខានឲ្យអូនធ្វើជាអ្នកការពាររបស់បងម្ដងទៀតហើយបន្ទាប់ពីបានលើដូច្នេះហើយសុនអឺនាងក៏បានញញឹមហើយក៏ងក់ក្បាលទៅកាន់សៀវយានបន្ទាប់មកសៀវយានគេក៏បានក្រឡេកមើលជុំវិញហើយគេក៏បានងក់ក្បាលទៅកាន់សុនអឺវិញបាទងក់ក្បាលទៅវិញទៅមកហើយភ្លាមនោះសៀវយានគេក៏បានលោតផ្លោតដូចជាសត្វស្វាទៅលើដុំថ្មដ៏ធំមួយបន្ទាប់មកគេក៏បានអង្គុយយ៉ាងលឿនភ្លាមតែម្ដងបន្ទាប់មកគេក៏បានចូលទៅក្នុងស្ថានភាពវឹកហាត់របស់គេហើយកម្លាំងធាតុដែលមាននៅក្នុងខ្លួននឹងក៏បានសាយភាយមកគ្របដណ្ដប់ទៅលើខ្លួនប្រាណរបស់គេពាសពេញរាងកាយបន្ទាប់ពីសុនអឺបានឃើញសៀវយានធ្លាក់ចូលទៅក្នុងស្ថានភាពវឹកហាត់ដើម្បីទម្លាយផ្កាយរបស់គេហើយនោះជើងរបស់នាងក៏បានសង្កត់ទៅលើលំហអាកាសបន្ទាប់មកនាងក៏បានបង្ហាញខ្លួនឡើងនៅលើដុំថ្មដ៏ធំមួយនៅក្បែរសៀវយានបន្ទាប់មកនាងក៏បានអង្គុយចុះហើយក៏បានបិទភ្នែករបស់នាងហើយសកម្មភាពក៏ដូចជារូបភាពផ្សេងៗដែលបានកើតមានឡើងនៅជុំវិញកាំរង្វង់ប្រមាណជា1000 ហ្វីតគឺត្រូវបានចាប់យកចូលទៅក្នុងចិត្តរបស់នាងភ្លាមតែម្ដងបាទលក្ខណៈសុនអឺប្រហោះដ្រូនមើលអញ្ចឹងណាគីឡូមានពីណាគេមកលួចវៃឆ្មក់អីចឹងទៅបាននិយាយលេងទេតាមពិតទៅសុនអឺនាងបានប្រើប្រាស់ធម្មពលប្រលឹងរបស់នាងដើម្បីសង្កេតមើលអញ្ចឹងណាបន្ទាប់ពីសៀវយានចូលទៅក្នុងស្ថានភាពនៃការវឹកហាត់ហើយសុនអឺចូលទៅក្នុងស្ថានភាពនៃការការពារតំបន់ដែលពួកគេកំពុងតែនៅក៏ប្រែទៅជាស្ងប់ស្ងាត់ជាថ្មីម្ដងទៀតក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយភាពស្ងប់ស្ងាត់មួយនេះគឺមានរយៈពេលតែ2ម៉ោងតែប៉ុណ្ណោះបន្ទាប់មកស្រាប់តែមានខ្យល់ពណ៌ខ្មៅបានបក់ផាត់មកលើរាងកាយរបស់ពួកគេហើយសុនអឺដែលនៅលើផ្ទាំងថ្មដ៏ធំនោះនាងក៏បានបើកភ្នែកឡើងភ្លាមហើយខ្យល់ដែលមានភាពខ្មៅងងឹតដ៏ត្រជាក់វាក៏បានលេចចេញមកផងដែរខណៈពេលនេះដែរទឹកមុខរបស់សុនអឺគឺមានភាពត្រជាក់ខ្លាំងមែនទែននៅពេលដែលនាងបានសម្លឹងមើលទៅមេឃទិសខាងជើងបន្ទាប់មកសុនអឺនាងក៏បាននិយាយទាំងសម្លេងខ្លាំងថាចាប់តាំងពីពួកឯងបានមកដល់ទៅហើយនោះហេតុអ្វីបានជាពួកឯងចាំបាច់លាក់ខ្លួនធ្វើអ្វីទៀតតើមនុស្សរបស់គ្រួសារត្រកូលហ៊ុនខ្លាយទៅជាមនុស្សកំសាតាំងពីពេលណាមកបន្ទាប់មកស្រាប់តែមានសំណើចមួយបានបន្លឺឡើងតបទៅកាន់សុនអឺវិញថាហាស័កសមជាមនុស្សដែលមានខ្សែឈាមទេពនៅក្នុងគ្រួសារត្រកូលគូមែនការយល់ឃើញបែបនេះគឺពិតជាគួរឲ្យស្ងើច
សរសើរណាស់ភ្លាមៗនោះលំហដែលនៅពីចម្ងាយនោះក៏ស្រាប់តែមានការប្រែប្រួលបន្ទាប់ពីសម្លេងដ៏ត្រជាក់របស់ស៊ុនអឺបានបន្លឺឡើងហើយរំពេចនោះមានមនុស្សឈុតខ្មៅចំនួន2នាក់បានដើរចេញពីទីកន្លែងទំនេរមួយហើយមិនត្រឹមតែប៉ុណ្ណោះថែមទាំងមាននៃធម្មពលខ្មៅងងឹតមកជាមួយនឹងពួកគេទៀតផងហើយពួកគេក៏បានបង្ហាញខ្លួនឡើងម្ដងទៀតនៅចម្ងាយមិនឆ្ងាយប៉ុន្មានពីស៊ុនអឺហើយនឹងស៊ីវយៀនហើយបន្តមកទៀតនឹងគេក៏បានងើបមុខរបស់ពួកគេឡើងហើយអ្នកដែលដឹកនាំគេនឹងគឺជាហ៊ុនយ៉ាដែលយើងធ្លាប់ស្គាល់កាលពីពេលមុនហើយបាទហើយបន្តមកទៀតនឹងកែវភ្នែករបស់ស៊ុនអឺនាងក៏បានបញ្ចេញនូវភាពត្រជាក់ហើយបន្តមកនាងក៏បានស្រែកកំហុសទៅកាន់ហ៊ុនយ៉ាថាហ៊ុនយ៉ាឯងគឺពិតជាក្លាហានមែនបន្តមកហ៊ុនយ៉ាគេក៏បានបញ្ចេញនូវសំណោចដ៏ខ្មៅងងឹតទៅកាន់ស៊ុនអឺវិញថាហេហេតើខ្ញុំមានរឿងអ្វីដែលត្រូវខ្លាចទៅនាងគឺមិនមែនជាឧបសគ្គនៅក្នុងកែវភ្នែករបស់ខ្ញុំនោះទេជាការពិតណាស់ខ្ញុំពិតជាចង់ដឹងណាស់ថាតើនៅក្នុងគ្រួសារត្រកូលគូនឹងចលាចលដល់ថ្នាក់ណាទៅប្រសិនបើពួកគេបានដឹងថាមនុស្សដែលមានខ្សែឈាមទេពប្រចាំត្រកូលរបស់ពួកគេគឺត្រូវបានជួបគ្រោះថ្នាក់បែបនេះគ្រាន់តែលើបែបនេះហើយអណ្ដាតភ្លើងពណ៌មាសក៏បានឆាប់ឆេះចេញពីកែវភ្នែករបស់ស៊ុនអឺបន្ទាប់មកនាងក៏បាននិយាយទាំងស្ងាត់ស្ងាត់ទៅកាន់ហ៊ុនយ៉ាថាជាមួយនឹងសមត្ថភាពរបស់ឯងតើមែនទេលើបែបនេះហើយហ៊ុនយ៉ាគេបានត្រឹមតែញញឹមបន្តិចបន្ទាប់មកគេក៏បានចង្អុលម្រាមដៃរបស់គេទៅកាន់ស៊ីវយៀនដែលកំពុងតែអង្គុយបិទភ្នែកហើយបន្តមកគេក៏បានសើចហើយគេក៏បាននិយាយថាខ្ញុំដឹងថាវាគឺពិតជាលំបាកក្នុងការដោះស្រាយជាមួយនឹងនាងដូច្នេះហើយគោលដៅរបស់ខ្ញុំលើកនេះគឺមិនមែនជានាងនោះទេតែគឺជាវាតាមពិតទៅមួយខែមុនយើងបានរកឃើញពួកឯងទាំងពីរនាក់រួចទៅហើយដោយសារតែផ្នែកខាងវិញ្ញាណរបស់យើងតែវាគួរឲ្យស្ដាយគឺខ្ញុំមិនបានរកឃើញឱកាសដើម្បីធ្វើបាបអ្នកទាំងពីរឡើយក៏ប៉ុន្តែឥឡូវនេះខ្ញុំមានឱកាសហើយលើបែបនេះហើយស៊ុនអឺគឺនាងបានត្រឹមតែសើចយ៉ាងត្រជាក់ទៅកាន់ហ៊ុនយ៉ាបន្ទាប់មកនាងក៏បាននិយាយថាបើសិនជាឯងចង់សាឯងអាចចូលមកបានបន្ទាប់មកហ៊ុនយ៉ាគេក៏បានញញឹមយ៉ាងពេញចិត្តហើយគេក៏បាននិយាយទៅកាន់ស៊ុនអឺថាបើបែបនេះទៅហើយនោះខ្ញុំនឹងបំពេញបំណងរបស់នាងទៅចុះបន្ទាប់មកគេក៏បានងាកទៅមើលបុរសម្នាក់ទៀតដែលនៅពីខាងក្រោយខ្នងរបស់គេហើយបន្តមកគេក៏បាននិយាយថាហ៊ុនលីតោះរួមដៃគ្នាចាត់ការទៅលើនាងតែម្ដងទៅបន្ទាប់មកបុរសដែលមានឈ្មោះថាហ៊ុនលីដែលស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅនោះគេក៏បានដោះមុខឫស្សីរបស់គេចេញហើយផ្ទៃមុខរបស់គេគឺសុទ្ធតែស្នាមតែម្ដងនៅពេលដែលគេសម្លឹងមើលទៅកាន់ស៊ុនអឺគឺថាគេគ្មានអារម្មណ៍រំជើបរំជួលជាមួយនឹងរាងកាយដ៏ស្រស់ស្អាតរបស់ស៊ុនអឺនោះឡើយបន្តមកហ៊ុនយ៉ាគេក៏បានញញឹមបន្តិចហើយគេក៏បានសម្លឹងមើលទៅកាន់ស៊ុនអឺគេក៏បាននិយាយថាខ្ញុំគិតថាអ្នកនាងស៊ុនអឺប្រហែលជាធ្លាប់បានឮអំពីកេរ្តិ៍ឈ្មោះរបស់ហ៊ុនលីហើយតែមែនទេហាហាអ្នកជំនាញរបស់គ្រួសារត្រកូលគូគឺត្រូវបានស្លាប់ក្រោមកណ្ដាប់ដៃរបស់គាត់ក្នុងកំឡុងពេលគ្រួសារត្រកូលគូនិងគ្រួសារត្រកូលហ៊ុនធ្វើការប្រយុទ្ធគ្នាដោយលាក់កំបាំងក្នុងរយៈពេលប្រមាណឆ្នាំចុងក្រោយនេះហើយវាជាការពិតណាស់របួសដែលនៅលើមុខរបស់គាត់ឬក៏រាងកាយរបស់គាត់នឹងគឺត្រូវបានបង្កឡើងដោយពួកមនុស្សដែលមកពីគ្រួសារត្រកូលគូរបស់នាងហើយខ្ញុំបានដឹងថាធម្មពលរបស់នាងគឺពិតជាអស្ចារ្យខ្លាំងណាស់ក៏ប៉ុន្តែខ្ញុំពិតជាចង់ដឹងណាស់ថាតើនាងអាចរារាំងអិសរាជជនកម្រិតទី9ផ្កាយ8ចំនួន2នាក់បានដែរឬទេបានអញ្ចឹងមានន័យថា2នាក់ហ្នឹងគឺផ្កាយ8ដូចគ្នាបាទឬបែបនេះហើយទឹកមុខរបស់ស៊ុនអឺគឺគ្មានភ័យខ្លាចអ្វីនោះទេបន្ទាប់មកនាងក៏បានដើរមកខាងមុខម្ដងបន្តិចអណ្ដាតភ្លើងពណ៌មាសដែលមាននៅក្នុងកែវភ្នែករបស់នាងគឺកាន់តែឆេះខ្លាំងទៅប៉ាំងបុរសដែលមានឈ្មោះថាហ៊ុនលីគឺគេបានជន់ទៅលើលំហអាកាសយ៉ាងខ្លាំងខណៈពេលកែវភ្នែករបស់ស៊ុនអឺកំពុងតែឆាប់ឆេះទៅដោយអណ្ដាតភ្លើងពណ៌មាសបន្តមករាងកាយរបស់ហ៊ុនលីគឺបានបង្ហាញខ្លួននៅចំពោះមុខស៊ុនអឺជាមួយនឹងល្បឿនដូចជាផ្លេកបន្ទោហើយកណ្ដាប់ដៃដែលពោពេញទៅដោយភាពខ្មៅងងឹតនិងត្រជាក់គឺកំពុងតែធ្វើការវាយប្រហារសម្ដៅទៅកាន់ក្រជើងករបស់ស៊ុនអឺឃើញបែបនេះហើយស៊ុនអឺនាងក៏បានបញ្ចេញនៅទឹកមុខដ៏ត្រជាក់បន្ទាប់មកនាងក៏បានលូកដៃរបស់នាងចូលទៅក្នុងលំហហើយនាងក៏បានទះដៃរបស់នាងទៅខាងមុខបន្តិចបន្ទាប់មកវាក៏បានបន្លឺសំឡេងឮសូរតែផ្លាច់អ្នកក្លាហានទាំងអស់គ្នាអើយពេលនេះដែរបាតដៃរបស់ស៊ុនអឺគឺបានទៅផ្ទុកជាមួយនឹងកណ្ដាប់ដៃដ៏ត្រជាក់របស់ហ៊ុនលីដែលវាបានធ្វើឲ្យនៅជុំវិញបរិវេណដែលពួកគេបានប៉ះទង្គិចគ្នានោះដុំថ្មធំក៏ប្រែទៅជាកំទេចធូលីរីឯស្រទាប់នៃខ្យល់អាកាសនឹងក៏បានប្រេះបែកខ្ទេចខ្ទីអស់តែម្ដងបន្ទាប់ពីការប៉ះទង្គិចគ្នាហើយនោះហ៊ុនលីគេក៏បានខ្ទេចទៅខាងក្រោយចំនួន 2-3 ជំហានបើទោះបីជាគេមានការចាញ់ប្រៀបទៅលើស៊ុនអឺបន្តិចក៏ដោយក៏ប៉ុន្តែគេក៏មិនមានការខឹងសម្បាអ្វីនោះដែរទៅវិញស្នាមញញឹមគឺបានបង្ហាញនៅលើមុខរបស់គេហើយបន្ទាប់មកគេក៏បានលោតទៅធ្វើការវាយប្រហារស៊ុនអឺម្ដងទៀតដូចជាមនុស្សឈួតអញ្ចឹងខណៈពេលនេះដែរសម្ពាធខ្យល់ដ៏សាហាវខូខើមួយគឺបានបក់បោកទៅកាន់ស៊ុនអឺហើយប្រសិនបើយើងក្រឡេកមកមើលស៊ុនអឺរបស់យើងឯនេះវិញគឺថានាងមិនបានបញ្ចេញនៅទឹកមុខភ័យខ្លាចអ្វីនោះទេហើយប្រឈមមុខជាមួយនឹងការវាយប្រហារបែបនេះស៊ុនអឺគឺនាងបានបញ្ចេញនៅជំហានជើងដ៏អាចកំបាំងមួយហើយបន្តមកស៊ុនអឺគឺនាងអាចគេចពីការវាយប្រហារដោយបាតដៃរបស់ហ៊ុនលីបានយ៉ាងងាយស្រួលតែម្ដងហើយនៅរាល់ពេលដែលដៃរបស់នាងបានប៉ះទៅលើរាងកាយរបស់ហ៊ុនលីនោះគឺថារាងកាយរបស់ហ៊ុនលីនឹងគឺបានញ័រយ៉ាងខ្លាំងការវាយប្រហាររបស់ហ៊ុនលីទាំងអស់គឺហាក់បីដូចជាត្រូវបានគ្រប់គ្រងទៅដោយស៊ុនអឺហើយបើទោះបីជាការវាយប្រហាររបស់គេខូខើសាហាវយ៉ាងណាក៏ដោយក៏វាមិនបានគំរាមកំហែងទៅកាន់
ស៊ុនអឺរបស់យើងនឹងបានច្រើននោះដែរបន្តមកស៊ុនអឺនាងក៏បានប្រើបាតដៃរបស់នាងដើម្បីវាយប្រហារទៅកាន់ហ៊ុនលីដែលវាបានធ្វើឲ្យហ៊ុនលីដើរថយក្រោយចំនួនពី3ជំហានភ្លាមៗនោះនាងក៏បានបង្វិលរាងកាយរបស់នាងហើយកណ្ដាប់ដៃរបស់នាងក៏ត្រូវបានក្តាប់យ៉ាងតឹងភ្លាមៗនោះស្រាប់តែមានរំពាត់ពណ៌មាសមួយបានបាញ់ចេញពីដៃរបស់នាងភ្លាមៗតែម្ដងហើយបន្តមកវាក៏បានទៅបំបុកជាមួយនឹងច្រវាក់ពណ៌ខ្មៅដែលកំពុងតែហោះចេញមកពីកន្លែងណាក៏មិនដឹងដែរបាទអញ្ចឹងនៅក្នុង novel គេដាក់រំពាត់ពណ៌មាសក៏ប៉ុន្តែនៅក្នុងតង់ហួរហ្នឹងគឺខ្ញុំបានឃើញឈុតហ្នឹងគឺថាស៊ុនអឺកាន់លំពេងបាទអញ្ចឹងយើងហៅលំពេងតែម្ដងទៅគឺលំពេងពណ៌មាសហ្នឹងវាបានហោះទៅបំបុកជាមួយនឹងចង្វាក់ពណ៌ខ្មៅហ្នឹងអញ្ចឹងណាហើយបន្តមកទៀតក៏មានរូបរាងរបស់មនុស្សម្នាក់បានបង្ហាញខ្លួនឡើងហើយគ្មាននរណាគេនោះទេគឺជាហ៊ុនយ៉ានឹងឯងដែលគេជាអ្នកលបវេប្រហារមកកាន់ស៊ុនអឺអញ្ចឹងណាហើយបន្តមកគេក៏បានសរសើរទៅកាន់ស៊ុនអឺថាស៊ុនអឺហ្នឹងគឺពិតជាមានក្រសែភ្នែកឬក៏អារម្មណ៍មុតស្រួចខ្លាំងមែនទែនហើយគឺពិតជាស័ក្តិសមដែលខ្លាយទៅជាមនុស្សដែលមានខ្សែឈាមទេពប្រចាំគ្រួសារត្រកូលគូបន្ទាប់ពីគេធ្វើការសរសើរទៅកាន់ស៊ុនអឺរួចហើយនោះស្រាប់តែមានអ្នកក្រីកមួយក្បាលពណ៌ខ្មៅក៏បានលេចឡើងមកហើយវាក៏បានបញ្ចេញសំឡេងក្រហមទៅកាន់ផ្ទៃមេឃបន្ទាប់មកវាក៏បានហោះកាត់ខ្យល់ដែលកំពុងតែបោះពួយសម្ដៅទៅកាន់ស៊ុនអឺហើយប្រសិនបើមាននរណាម្នាក់បានសង្កេតមើលទីកន្លែងកើតហេតុនេះឲ្យបានប្រុងប្រយ័ត្ននោះគេប្រកាសជាបានដឹងថាអ្នកពណ៌ខ្មៅនេះគឺត្រូវបានបង្កើតឡើងដោយប្រលឹងជាច្រើនហើយចំណែកឯសម្រែករបស់អ្នកក្រីកមួយនឹងគឺវាបានបន្លឺឡើងរួមអមជាមួយនឹងសម្រែកដ៏ឈឺចាប់ជាច្រើនផងដែរហើយពិតជាកលល្បិចថោកទាបមែនផ្នែករបស់ស៊ុនអឺនៅពេលនេះគឺបានបញ្ចេញនូវភាពត្រជាក់នៅពេលដែលនាងបានឃើញថាការវាយប្រហារទាំងអស់របស់ពួកគេនឹងគឺបានបាញ់សម្ដៅមកលើនាងអញ្ចឹងណាស៊ុនអឺនាងបំរុងនឹងធ្វើការវាយប្រហារទៅហើយភ្លាមៗនោះស្រាប់តែមានសម្លេងខ្យល់មួយបានបក់បោកមកពីខាងក្រោយខ្នងរបស់នាងស៊ុនអឺគឺនាងមិនបានងាកក្រោយនោះទេព្រោះនាងដឹងថាហ៊ុនលីគឺកំពុងតែធ្វើការវាយប្រហារមកកាន់នាងម្ដងទៀតហើយបាទអញ្ចឹងហ៊ុនយ៉ាវាយពីមុខហ៊ុនលីវាយពីក្រោយស៊ុនអឺមិនមកទេដឹងទប់មុខទប់ក្រោយទេបាទសូម្បីតែជាមួយនឹងសមត្ថភាពជាមួយនឹងធម៌ពលរបស់ស៊ុនអឺទៅហើយនោះនាងគឺបានត្រឹមតែជ្រួញចិញ្ចើមនៅពេលដែលនាងត្រូវទប់ទល់ជាមួយនឹងការវាយប្រហាររបស់អ៊ីស្រាអែលជនកម្រិតទី9ផ្កាយ8ដល់ទៅ2រូបបែបនេះភ្លាមៗនោះម្រាមជើងរបស់ស៊ុនអឺក៏បានសង្កត់ទៅលើលំហអាកាសហើយនាងក៏បានហោះទៅខាងលើបន្តិចបន្ទាប់មកនាងក៏បានលើកដៃរបស់នាងឡើងបង្កើតបានទៅជាត្រាដៃដែលស្មុគស្មាញខ្លាំងមែនទែនភ្លាមៗនោះចំហាយនៃអណ្ដាតភ្លើងពណ៌មាសក៏បានឆាប់ឆេះនៅពីពេញខ្លួនប្រាណរបស់នាងគ្រប់ទិសទីតែម្ដងហើយវាក៏បានคล้ายទៅជាដៃភ្លើងពណ៌មាសដ៏ធំសម្បើមហើយវាក៏បានទៅបំបុកជាមួយនឹងនាគពណ៌ខ្មៅនឹងដែលវាបានធ្វើឲ្យនាគពណ៌ខ្មៅនឹងគឺមិនអាចបញ្ចេញសម្រែកឈឺចាប់បាននោះទេដែលនៅពេលដែលពួកវាបានបុកគ្នានឹងលឺសូរតែប៉ាំងផ្ទុះឡើងប៊ុំតែម្ដងបាទហើយដូចគ្នាដែរនៅក្នុងតង់ហួរគេធ្វើដូចជាមានយក្សដ៏ធំសម្បើមអញ្ចឹងណាក៏ប៉ុន្តែនៅក្នុង novel គេនិយាយថាជានាគក្រីកពណ៌ខ្មៅទេបាទដែលបង្កើតឡើងពីព្រលឹងបាទភ្លាមៗនោះខ្យល់បក់ដែលមកពីខាងក្រោយខ្នងរបស់ស៊ុនអឺនឹងក៏បានមកដល់ភ្លាមៗបន្ទាប់ពីស៊ុនអឺបានបំបែកនៃការវាយប្រហារដែលជានាគខ្មៅរបស់ហ៊ុនយ៉ាភ្លាមៗនោះស៊ុនអឺនាងក៏បានបង្កើតត្រាដៃហើយនាងក៏បានវាយវាទៅខាងក្រោយទៅកាន់ហ៊ុនលីតែម្ដងហើយស៊ុនអឺគឺថានាងមិនបានងាកទៅមើលហ៊ុនលីបន្តិចនោះទេគឺវាយទៅខាងក្រោយយកតែម្ដងបន្ទាប់មកវាក៏បានទៅបំបុកលឺសូរតែប៉ាំងចំហាយធម្មពលនៃការប៉ះទង្គិចគ្នាវាក៏បានសាយភាយចេញទៅហើយវាក៏បានធ្វើឲ្យអាប់ធម្មពលដែលនៅជុំវិញនឹងគឺមានសភាពស្ដាងទៅតែម្ដងហើយនៅពេលដែលអាប់ទាំងអស់ហ្នឹងវាចាប់ដើមស្ដាងទៅគឺថាការមើលឃើញហ្នឹងក៏វាប្រសើរឡើងដែរបាទអញ្ចឹងលក្ខណៈថាដូចអាប់ច្រើនពេកយើងមើលអត់សូវឃើញហើយដល់ពេលឡើងសូវមានអាប់អញ្ចឹងយើងមើលឃើញច្បាស់អញ្ចឹងណាហើយបន្តមកគេក៏បានឃើញថាបំពង់ករបស់ហ៊ុនលីហ្នឹងគឺបានខ្ជាក់ឈាមចេញមកតាមមាត់តែម្ដងហើយការស្រែកធ្ងោមួយហ្នឹងក៏បានបន្លឺឡើងផងដែរឲ្យរៀងឯងចង់វាយមួយស៊ុនអឺអត់ស្គាល់ស៊ុនអឺតិចពេកហ៎អូនបន្តមកហ៊ុនលីគេក៏បានដើរថយក្រោយហើយមុខរបស់គេហ្នឹងក៏បង្ហាញនូវភាពស្លេកស្លាំងផងដែរបន្ទាប់ពីត្រូវមកដៃរបស់ស៊ុនអឺហ្នឹងបាទក៏ប៉ុន្តែបើទោះបីជាបែបនេះក៏ដោយស៊ុនអឺនាងក៏បានដើរថយក្រោយរយៈកន្លះជំហានផងដែរហើយជើងរបស់នាងនឹងក៏មានអារម្មណ៍ថាស្ពឹកបន្តិចផងដែរបន្តមកនាងក៏បានក្តាប់កណ្ដាប់ដៃរបស់នាងហើយនាងក៏បានស្រែកទៅកាន់ហ៊ុនយ៉ាថាហ៊ុនយ៉ាមើលទៅពួកឯងទាំងពីរនាក់គឺមិនចង់ចាក់ចេញពីអាណាចក្រគូនេះដោយមានជីវិតនោះទេបន្តមកហ៊ុនយ៉ាគេក៏បានបញ្ចេញស្នាមញញឹមយ៉ាងខ្មៅងងឹតទៅកាន់ស៊ុនអឺភ្នែករបស់គេក៏បានសម្លឹងមើលទៅកាន់ខាងក្រោមហើយនៅខាងក្រោមនោះគឺជាសៀវយានដែលកំពុងតែអង្គុយធ្វើការវឹកហាត់បន្តមកគេក៏បាននិយាយទៅកាន់ស៊ុនអឺថាមិនចាំបាច់ឲ្យអ្នកនាងស៊ុនអឺមានការព្រួយបារម្ភអំពីពួកយើងនោះទេបន្តមកហ៊ុនយ៉ាគេក៏បានសម្លឹងមើលមកកាន់ខាងក្រោមម្ដងទៀតហើយនៅពេលនេះដែរការប្រែប្រួលនៃធម្មពលដែលនៅជុំវិញខ្លួនរបស់សៀវយាននឹងគឺកំពុងតែតានតឹងខ្លាំងមែនទែនបន្តមកហ៊ុនយ៉ាគេក៏បាននិយាយថាពួកយើងប្រហែលជាមិនអាចសម្លាប់អ្នកនាងស៊ុនអឺបានក្នុងរយៈពេលដ៏ខ្លីនោះទេហេតុដូច្នេះហើយមើលទៅពួកយើងគឺបានត្រឹមតែអាចសម្លាប់សៀវយានតែប៉ុណ្ណោះបន្ទាប់ពីបានដោះដូរគ្នានៃការវាយប្រហារជាមួយនឹងស៊ុនអឺគឺថាហ៊ុនយ៉ានិងហ៊ុនលីនឹងគឺគេបានដឹងអំពីកម្លាំងពិតរបស់ស៊ុនអឺហើយព្រោះហ៊ុនយ៉ាគេបានដឹងថាបើទោះបីជាគេជាមួយនឹងហ៊ុនលីចាប់ដៃគ្នាធ្វើការប្រយុទ្ធជាមួយនឹងស៊ុនអឺក៏ដោយ
ដោយក៏ពួកគេមិនអាចធ្វើឲ្យស៊ុនអឺមានរបួសធ្ងន់ធ្ងរឬក៏សម្លាប់ស៊ុនអឺបាននោះទេទោះបីជាយ៉ាងណាក៏ដោយសម្រាប់សៀវយានវិញនោះគឺវាមិនប្រាកដនោះទេព្រោះអីគេឥឡូវនេះគឺកំពុងតែធ្វើការបំបែកផ្កាយចូលទៅកាន់ផ្កាយទី6ហេតុដូច្នេះហើយវានឹងក្លាយទៅជារឿងងាយស្រួលសម្រាប់ពួកគេក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយបើសិនជាសៀវយានគឺគេអាចទម្លាយបានជោគជ័យនោះគឺថាបញ្ហាប្រកាសជាកើតឡើងទៅលើពួកគេជាមិនខានព្រោះថាបើទោះបីជាសៀវយានគឺត្រឹមតែជាអិសរាជជនកម្រិតទី9ផ្កាយ6ក៏ដោយក៏ប៉ុន្តែធម្មពលនៅក្នុងការប្រយុទ្ធរបស់គេគឺជាអ្វីដែលហ៊ុនយ៉ាបានឃើញផ្ទាល់ភ្នែកនៅពេលដែលគេកំពុងតែប្រយុទ្ធគ្នាជាមួយនឹងគូយ៉ាវបានហើយបន្តមកទៀតនឹងហ៊ុនយ៉ាគេក៏បានឲ្យហ៊ុនលីនឹងទៅសម្លាប់សៀវយានហើយគេជាអ្នកទប់ទល់ជាមួយនឹងស៊ុនអឺនៅពេលដែលស៊ុនអឺបានលើសម្រែករបស់ហ៊ុនយ៉ាហើយនោះទឹកមុខរបស់នាងក៏ប្រែទៅជាផ្លាស់ប្ដូរភ្លាមៗតែម្ដងភ្លាមៗនោះរាងកាយរបស់នាងក៏ប្រែទៅជាពន្លឺខណៈពេលដែលនាងព្យាយាមហោះទៅកាន់កន្លែងសៀវយានតែទោះបីជាយ៉ាងណាក៏ដោយស៊ុនអឺរៀបនឹងចេញដំណើរទៅហើយនោះស្រាប់តែមានខ្យល់បក់បោកមួយបានហោះសម្ដៅមកកាន់ក្រោយខ្នងរបស់នាងតែម្ដងហើយនៅពេលដែលស៊ុនអឺនាងបានក្រឡេកមើលទៅនាងបានឃើញថាមានច្រវាក់មុតស្រួចជាច្រើនកំពុងតែហោះសម្ដៅមកកាន់រូបនាងអញ្ចឹងណាហើយច្រវាក់ទាំងអស់នេះគឺមានធម្មពលខ្លាំងណាស់ហើយប្រសិនបើពួកវាបានប្រមូលផ្ដុំគ្នានោះសូម្បីតែស៊ុនអឺនឹងក៏មិនអាចទប់ទល់បានដែរហ៊ុនយ៉ាហ៊ុនលីប្រសិនបើឯងហ៊ានធ្វើបាបគាត់នោះទីកន្លែងនេះនឹងក្លាយទៅជាទីកន្លែងបញ្ចុះសពរបស់ពួកឯងហើយក្រោយពេលដែលស៊ុនអឺបានបញ្ចេញសម្រែកបែបនេះរួចហើយនោះនាងក៏បានបង្វិលខ្លួនរបស់នាងដើម្បីធ្វើការទប់ទល់ជាមួយនឹងការវាយប្រហាររបស់ហ៊ុនយ៉ាដែលជាច្រវាក់ពណ៌ខ្មៅទាំងអស់ហ្នឹងហើយបន្តមកស៊ុនអឺនាងក៏បានបញ្ចេញនៅអណ្ដាតភ្លើងពណ៌មាសយ៉ាងខ្លាំងក្លាតែម្ដងហើយវាក៏បានទៅបំបុកជាមួយនឹងច្រវាក់ពណ៌ខ្មៅទាំងអស់ហ្នឹងដែលវាបានធ្វើឲ្យច្រវាក់ទាំងអស់ហ្នឹងផ្ទុះបែកខ្ទេចខ្ទីអស់តែម្ដងបន្ទាប់ពីបានឃើញបែបនេះហើយហ៊ុនយ៉ាគេក៏បានសរសើរទៅកាន់ស៊ុនអឺថាស៊ុនអឺហ្នឹងគឺពិតជាខ្លាំងចឹងណាហើយប្រសិនបើវាយគ្នាមួយទល់មួយហ្នឹងគឺថាគេមិនមែនជាដៃគូរបស់ស៊ុនអឺនោះទេបាទទឹកមុខរបស់ហ៊ុនយ៉ាហ្នឹងគឺប្រែទៅជាអាក្រក់មើលខ្លាំងមែនទែនដោយសារតែច្រវាក់របស់គេហ្នឹងត្រូវបានបំបែកដោយស៊ុនអឺចឹងណាក៏ប៉ុន្តែគេក៏បានបញ្ចេញនៅស្នាមញញឹមដែរនៅពេលដែលគេបានឃើញថាហ៊ុនលីគឺបានទៅដល់ទីកន្លែងរបស់សៀវយានបាត់ទៅហើយសកម្មភាពរបស់ហ៊ុនលីនឹងក៏ត្រូវបានរកឃើញដោយស៊ុនអឺផងដែរហើយសម្ពាធនៃធម្មពលដ៏អស្ចារ្យយ៉ាងឃោរឃៅនឹងក៏បានបញ្ចេញពីខ្លួនរបស់ស៊ុនអឺតែម្ដងបាទស៊ុនអឺខឹងហើយបាទភ្លាមនោះដែរស្រាប់តែមានពន្លឺពណ៌មាសមួយបានបាញ់ចេញពីដៃរបស់ស៊ុនអឺហើយវាគឺជាលំពែងពណ៌មាសរបស់ស៊ុនអឺនឹងឯងបន្ទាប់មកនាងក៏បានបាញ់លំពែងនឹងយ៉ាងសាហាវឃោរឃៅទៅកាន់ហ៊ុនលីតែម្ដងក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយហ៊ុនលីនឹងគឺគេមិនបានភ័យខ្លាចជាមួយនឹងការវាយប្រហារយ៉ាងសាហាវឃោរឃៅរបស់ស៊ុនអឺនោះទេហើយវាហាក់បីដូចជាហ៊ុនលីនឹងគឺមើលមិនឃើញការវាយប្រហាររបស់ស៊ុនអឺអញ្ចឹងហើយបន្តមកហ៊ុនលីគេក៏បានហោះទៅខាងលើហើយគេក៏បានបញ្ចេញនៅកណ្ដាប់ដៃដែលវាពោពេញទៅដោយអាប់ខ្មៅងងឹតយ៉ាងត្រជាក់ហ្នឹងធ្វើការវាយប្រហារទៅកាន់ក្បាលរបស់សៀវយានភ្លាមតែម្ដងហើយសកម្មភាពរបស់ហ៊ុនលីហ្នឹងគឺថាគេហាក់បីដូចជាចង់ឆក់យកជីវិតរបស់សៀវយានឲ្យបានអញ្ចឹងណាបើទោះបីជាគេត្រូវរបួសយ៉ាងធ្ងន់ធ្ងរដោយសារតែការវាយប្រហាររបស់ស៊ុនអឺក៏ដោយសូម្បីតែជាមួយនឹងផ្លូវចិត្តរបស់ស៊ុនអឺក៏ដោយក៏នាងនៅតែបញ្ចេញនៅទឹកមុខស្លេកស្លាំងនៅពេលដែលនាងបានឃើញអំពីសកម្មភាពរបស់ហ៊ុនលីអញ្ចឹងណាខណៈពេលនោះដែរធម្មពលកម្លាំងធាតុដែលនៅក្នុងខ្លួនរបស់ស៊ុនអឺហ្នឹងគឺពុះកញ្ជ្រោលយកតែម្ដងហើយភាពឈួតដែលមាននៅក្នុងផ្នែករបស់នាងនឹងក៏បានកើនឡើងក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយខណៈពេលដែលស៊ុនអឺកំពុងតែមានការខឹងសម្បារទៅកាន់ហ៊ុនលីនឹងផ្នែកដែលបិទចិត្តរបស់សៀវយានដែលកំពុងតែអង្គុយនៅលើច្រាំងថ្មនឹងគេក៏បានបើកឡើងបន្ទាប់មកសៀវយានគេក៏បានបញ្ចេញស្នាមញញឹមយ៉ាងត្រជាក់ទៅកាន់ហ៊ុនលីតែម្ដងហើយផ្នែករបស់សៀវយាននឹងគឺបើកឡើងមកគឺមានពណ៌មាសតែម្ដងបាទបន្ទាប់មកសៀវយានគេក៏បានលើកដៃស្ដាំរបស់គេទះទៅកាន់ហ៊ុនលីនឹងក្នុងល្បឿនដូចជាផ្លេកបន្ទោអញ្ចឹងហើយសម្រាប់តិចមួយក៏បានបន្លឺឡើងចេញពីមាត់របស់សៀវយានភ្លាមតែម្ដងបាទដៃបង្កើតឋានសួគ៌ដ៏អស្ចារ្យបន្ទាប់មកហ៊ុនលីគឺគេហាក់បីដូចជាគេល្វើល្វាយហើយគេក៏បានចូលទៅកាន់ដែនធម្មពលដែលជាដែននៃវិជាគុណបាទដៃបង្កើតឋានសួគ៌ដ៏អស្ចារ្យរបស់សៀវយានភ្លាមតែម្ដងភ្លាមនោះហ៊ុនលីគេក៏បានឃើញថាមានបាតដៃពីរកំពុងតែបង្កើតនៅដុំធម្មពលអ្វីមួយដែលដុំធម្មពលមួយនោះគឺវាមានពណ៌ខ្មៅលាយមាសហើយភ្លាមនោះវាក៏ចាប់ដើមពង្រីកធំឡើងដែលវាបានធ្វើឲ្យទឹកមុខរបស់ហ៊ុនលីនឹងគឺថាស្រឡាំងកាំងហើយបើកភ្នែកឡើងប៉ប៉ិនពងមាន់តែម្ដងខណៈពេលនេះដែរគឺមានដុំពន្លឺពណ៌ខ្មៅយ៉ាងខ្មៅងងឹតតែម្ដងដែលវាកំពុងតែសាយភាយចេញពីបាតដៃរបស់សៀវយានអញ្ចឹងណាហើយក្នុងមួយប៉ព្រិចភ្នែកតែប៉ុណ្ណោះវាក៏បានធ្វើការវាយប្រហារទៅកាន់ហ៊ុនលីនឹងយ៉ាងសាហាវឃោរឃៅតែម្ដងបន្តមកភ្នែករបស់ហ៊ុនលីគឺគេបានបញ្ចេញនូវភាពភ្ញាក់ផ្អើលនៅពេលដែលគេបានឃើញថាប្រហោងពណ៌ខ្មៅនឹងគឺកាន់តែខិតមកចិត្តរូបគេអញ្ចឹងណាហើយបន្តមកគេក៏បាននិយាយថាហើយតើការវាយប្រហារអ្វីទៅដែលមនុស្សកំណាចម្នាក់នេះបានបញ្ចេញវាគឺពិតជាគួរឲ្យភ័យខ្លាចខ្លាំងណាស់បើសំអាងទៅលើកម្លាំងរបស់សៀវយាននឹងគឺថាសៀវយានមិនសមណាអាចទប់ទល់ជាមួយនឹងការវាយប្រហាររបស់គេបានអញ្ចឹងណាហើយឥឡូវនេះគឺថាសៀវយានទៅតែបំបែកមកកាន់ផ្កាយ6នោះទេហើយគេក៏មិនជឿដែរថាសៀវយាននឹងអាចបញ្ចេញនៅជំនាញកម្លាំងធាតុថ្នាក់មេឃបានបើទោះបីជាគេទៅតែបំបែកកម្រិតអញ្ចឹងណាបានហើយខណៈពេលនេះដែរនៅពេលដែលប្រហោងពណ៌ខ្មៅដែលជាការវាយប្រហាររបស់សៀវយានទៅប៉ះជាមួយនឹងរាងកាយរបស់ហ៊ុនលីនឹង
ហ្នឹងគឺថារាងកាយរបស់ហ៊ុនលីហ្នឹងគឺមិនសូវអីប្រមាណនោះទេដោយសារតែធម្មពលរបស់គេគឺមានកម្រិតខ្ពស់អញ្ចឹងណាហើយគេក៏បានបញ្ចេញនៅធម្មពលរបស់គេដើម្បីធ្វើជាខែការពារផងដែរហើយវាច្បាស់ណាស់ថាធម្មពលរបស់ហ៊ុនលីហ្នឹងគឺខ្ពស់ជាងខ្មោចចាស់ចៃស៊ីងទៅទៀតនៅពេលដែលខ្មោចចាស់ចៃស៊ីងហ្នឹងគឺបានប៉ះជាមួយអាបណ្ដុំធម្មពលហ្នឹងគឺថាដាច់ដៃដាច់ជើងតែម្ដងក៏ប៉ុន្តែហ៊ុនលីអត់អីទេបាទហើយសៀវយានគេក៏បានបញ្ចេញនៅកែវភ្នែកដ៏ត្រជាក់ផងដែរនៅពេលដែលគេបានឃើញថាបណ្ដុំធម្មពលពណ៌ខ្មៅរបស់គេហ្នឹងគឺត្រូវបានរាំងស្ទះអញ្ចឹងណាបន្តមកសៀវយានគេក៏បានចាក់បញ្ចូលនៅធម្មពលកម្លាំងធាតុរបស់គេចូលទៅកាន់ដុំពណ៌ខ្មៅហ្នឹងហើយជាមួយនឹងសកម្មភាពបែបនេះគឺថាវាបានធ្វើឲ្យអាបណ្ដុំពណ៌ខ្មៅហ្នឹងគឺកាន់តែខ្លាំងទៅដែលពេលនេះដែរវាបានធ្វើឲ្យដៃអាវរបស់ហ៊ុនលីហ្នឹងគឺចាប់ដើមដាច់រហែកយកតែម្ដងហើយបន្តមកបណ្ដុំធម្មពលពណ៌ខ្មៅហ្នឹងវាក៏បានទៅប៉ះជាមួយនឹងសាច់ដៃរបស់ហ៊ុនលីដែលវាបានធ្វើឲ្យដៃហ៊ុនលីហ្នឹងគឺបានហូរឈាមយកតែម្ដងបាទហើយនៅពេលនេះដែរទឹកមុខរបស់ហ៊ុនលីហ្នឹងក៏ប្រែទៅជាអាក្រក់មើលយ៉ាងខ្លាំងនៅពេលដែលគេបានដឹងអំពីកម្លាំងធម្មពលដែលមាននៅក្នុងបណ្ដុំធម្មពលពណ៌ខ្មៅហ្នឹងវាហាក់បីដូចជាគួរឲ្យភ័យខ្លាចទៅអញ្ចឹងណាហើយហ៊ុនលីគេក៏បានដឹងថាប្រសិនបើវានៅតែបន្តបែបនេះទៀតគេប្រកាសជាមិនអាចទ្រាំបាននោះទេហើយវាច្បាស់ណាស់ថាគេប្រកាសជារងរបួសយ៉ាងធ្ងន់ធ្ងរជាមិនខានបន្ទាប់ពីគេគិតបែបនេះរួចហើយភាពឈួតលីលាក៏បានកើតឡើងនៅក្នុងកែវភ្នែករបស់គេហើយបន្តមកគេក៏បាននិយាយឡើងថាការបំផ្ទុះព្រលឹងបន្តមកមានអាពណ៌ខ្មៅជាច្រើនបានហូរចេញពីបាតដៃរបស់ហ៊ុនលីភ្លាមនោះស្រាប់តែមានរាងកាយព្រលឹងជាច្រើនដែលមានអានុភាពក៏បានកើតមានឡើងហើយធម្មពលដ៏គួរឲ្យភ័យខ្លាចក៏បានកើតមានឡើងហើយវាក៏បានទៅរារាំងនៅបណ្ដុំពន្លឺពណ៌ខ្មៅដែលកំពុងតែកើតមានឡើងនៅក្បែរគេដោយមានជំនួយពីការបំផ្ទុះព្រលឹងរបស់ហ៊ុនលីរាងកាយរបស់គេក៏បានទាញមកខាងក្រោយយ៉ាងឆាប់រហ័សតែម្ដងបន្ទាប់មកសៀវយានគេក៏បាននិយាយរអ៊ូរតំតែម្នាក់ឯងថាហើយគេគឺពិតជាស័ក្តិសមជាអ្នកជំនាញរបស់គ្រួសារត្រកូលហ៊ុនមែនបន្តមកសៀវយានគេក៏មានកំហឹងបន្តិចដែរដែលគេបានឃើញថាហ៊ុនលីអាចទប់ទល់ជាមួយនឹងការវាយប្រហារបាតដៃបង្កើតឋានសួគ៌ដ៏អស្ចារ្យរបស់គេអញ្ចឹងណាហើយភ្លាមនោះដៃស្ដាំរបស់គេនឹងក៏បានបក់ចូលទៅក្នុងលំហអាកាសទទេបន្ទាប់មកគេក៏បានសង្កត់វាចុះទៅខាងក្រោមនៅពេលដែលដៃស្ដាំរបស់សៀវយានបានសង្កត់ចុះទៅខាងក្រោមហើយនោះប្រហោងខ្មៅដែលត្រូវបានរារាំងដោយការបំផ្ទុះព្រលឹងរបស់ហ៊ុនលីនឹងវាក៏ចាប់ផ្ដើមបញ្ចេញសម្លេងផ្ទុះហើយបន្ទាប់មកវាក៏ចាប់ផ្ដើមពង្រីកធំទៅតែម្ដងហើយប្រហោងខ្មៅមួយនឹងគឺវាបានរាលដាលទៅរកហ៊ុនលីយ៉ាងលឿនតែម្ដងហើយប្រហោងខ្មៅមួយនឹងវាក៏បានទៅបំបុកជាមួយនឹងរាងកាយរបស់ហ៊ុនលីហើយនៅក្រោមការវាយប្រហារដ៏សាហាវឃោរឃៅមួយនេះរបស់សៀវយានគឺវាបានធ្វើឲ្យឈាមហើយនឹងកម្លាំងធាតុរបស់ហ៊ុនលីត្រូវបានខ្ចាត់ខ្ចាយក្នុងអត្រាដ៏គួរឲ្យភ័យខ្លាចឆ្អឹងក៏ដូចជាសរីរាង្គដែលនៅក្នុងខ្លួនរបស់ហ៊ុនលីក៏ត្រូវបានរង្គោះរង្គើហើយហាក់បីដូចជាវាត្រូវបានផ្លាស់ទីអញ្ចឹងបាទលក្ខណៈថាឆ្អឹងវាចាប់ដើមលមូហើយក៏វាផ្លាស់ទីអញ្ចឹងណាហើយបន្តមកហ៊ុនលីនឹងក៏បានហោះទៅខាងក្រោយដូចជាខ្លែងដាច់ខ្សែអញ្ចឹងហើយគេក៏បានក្អួតឈាមចេញមកផងដែរបាទហើយស៊ុនអឺនៅពេលដែលនាងបានឃើញឈុតឆាកនេះគឺថានាងក៏មានការភ្ញាក់ផ្អើលផងដែរព្រោះថាវាមានរយៈពេលត្រឹមតែប្រមាណវិនាទីតែប៉ុណ្ណោះក៏ប៉ុន្តែនាងក៏បានដកដង្ហើមយ៉ាងធូរស្រាលនៅពេលដែលនាងបានឃើញថាបងប្រុសសៀវយានរបស់នាងគឺមិនអីនោះទេបាទហើយបន្តមកទៀតស៊ុនអឺនាងក៏បានក្រឡេកទៅមើលហ៊ុនលីហើយនាងក៏បាននិយាយថាបើសិនជាឯងបានធ្វើការវាយប្រហារទៅហើយនោះដូច្នេះហើយឯងមិនចាំបាច់ចាក់ចេញពីទីកន្លែងនេះនោះទេខណៈពេលនេះដែរចេតនាសម្លាប់របស់ស៊ុនអឺគឺដល់កំពូលតែម្ដងភ្លាមនោះលំពេងដែលពោពេញទៅដោយអណ្ដាតភ្លើងពណ៌មាសដែលកំពុងតែឆាបឆេះនៅលើវានឹងនាងក៏បានធ្វើឲ្យវាហោះសម្ដៅទៅកាន់ហ៊ុនលីលឿនដូចជាផ្លេកបន្ទោអញ្ចឹងហើយបន្តមកវាក៏បានចាក់សម្ដៅទៅកាន់ក្បាលរបស់ហ៊ុនលីយ៉ាងសាហាវតែម្ដងស៊ុនអឺគឺនាងពិតជាកាចសាហាវខ្លាំងណាស់នៅពេលនេះហើយហ៊ុនលីគឺគេអស់កម្លាំងទាំងស្រុងទៅហើយជាពិសេសនោះឥឡូវនេះគឺគេនៅលើអាកាសទៀតហើយដូច្នេះហើយគេមិនអាចគេចផុតពីការវាយប្រហាររបស់ស៊ុនអឺបាននោះទេដោយមិនអាចធ្វើអ្វីបានហ៊ុនលីគឺគេបានត្រឹមតែសម្លឹងមើលលំពេងដែលកំពុងតែហោះសម្ដៅមកចាក់ក្បាលគេតែប៉ុណ្ណោះប៉ាំងនៅពេលដែលចុងលំពេងរៀបនឹងចាក់ទៅដល់ក្បាលរបស់ហ៊ុនលីទៅហើយនោះភ្លាមនោះស្រាប់តែមានខ្យល់មួយបានបុកសម្ដៅទៅកាន់រាងកាយរបស់ហ៊ុនលីហើយវាបានធ្វើឲ្យរាងកាយរបស់ហ៊ុនលីវាផ្លាស់ទីបន្តិចបាទហើយបន្តមកទៀតនឹងលំពេងនឹងគឺមិនបានចាក់ចំក្បាលរបស់ហ៊ុនលីនោះទេក៏ប៉ុន្តែវាចាក់ចំស្មារបស់ហ៊ុនលីអញ្ចឹងណាដោយសារតែមានកម្លាំងខ្យល់មួយបានបុកខ្លួនប្រាណរបស់ហ៊ុនលីនឹងឲ្យប៉ើងបន្តិចបាទហើយនៅពេលដែលលំពេងនឹងចាក់ចំស្មារបស់ហ៊ុនលីនឹងគឺវាបានធ្វើឲ្យធ្លាយស្មារបស់ហ៊ុនលីតែម្ដងហើយលំពេងនឹងវាក៏បានបុកចូលទៅក្នុងដីហើយលំហអាកាសដែលនៅជុំវិញទីកន្លែងនឹងក៏ចាប់ដើមដួលរលំភ្លាមតែម្ដងចំណែកឯហ៊ុនលីវិញគឺថាគេបានប៉ើងទៅខាងក្រោយអស់រយៈចម្ងាយហើយណាស់ក៏ជាង 1000 ម៉ែត្រដែរបាទហើយបន្តមកទៀតនឹងហ៊ុនយ៉ាគេក៏បានបង្ហាញខ្លួនឡើងហើយគេក៏បានឃើញថាកន្លែងដែលលំពេងនឹងបានចាក់ទៅលើស្មារបស់ហ៊ុនលីនឹងគឺវាមានអណ្ដាតភ្លើងពណ៌មាសកំពុងតែឆេះអញ្ចឹងណាហើយបន្តមកហ៊ុនយ៉ាគេក៏បានសម្រេចចិត្តកាត់ដៃរបស់ហ៊ុនលីនឹងចោលតែម្ដងព្រោះថាបើសិនជាទុកទៀតនឹងគឺថាអណ្ដាតភ្លើងនឹងប្រកាសជាឆេះរាងកាយរបស់ហ៊ុនលីទាំងស្រុងតែម្ដងបាទអញ្ចឹងគឺពិតជាសាហាវខ្លាំងមែនទែនទោះបីជាយ៉ាងណាក៏ដោយហ៊ុនលីនឹងគឺគេពិតជារឹងមាំខ្លាំងមែនទែនព្រោះថាគេមិនបានបញ្ចេញសម្លេងស្រែកនោះទេ
នៅពេលដែលហ៊ុនយ៉ានឹងគឺបង្ខំកាត់ដៃរបស់គេបន្តមកហ៊ុនយ៉ាគេក៏បានគ្រាហ៊ុនលីឡើងហើយបន្តមកគេក៏បានសម្លឹងមើលទៅកាន់សៀវយៀនហើយនឹងស៊ុនអឺហើយគេក៏បាននិយាយទៅកាន់សៀវយៀនថាសៀវយៀនឯងគួរតែពិចារណាអំពីរឿងនេះទៅឯងគឺជាមនុស្សដែលគ្មានមេត្តាហើយបំណុលមួយនេះគឺនឹងមិនត្រូវបានដោះស្រាយដោយងាយនោះឡើយនៅពេលដែលលើដូច្នេះហើយស៊ុនអឺនាងក៏បានបញ្ចេញសម្ដែងហើយនាងក៏បាននិយាយថាតើពួកឯងមិនចង់ចាក់ចេញទេតើមែនទេបន្តមកស៊ុនអឺនាងរៀបនឹងចាត់ការពួកគេទាំងពីរនាក់ទៅហើយនោះស្រាប់តែហ៊ុនយ៉ានឹងគឺគេបានបញ្ចេញនៅអាប៉ខ្មៅចេញពីរាងកាយរបស់គេហើយវាមានព្រលឹងជាច្រើននឹងកំពុងតែធ្វើការវាយប្រហារទៅកាន់ស៊ុនអឺអញ្ចឹងណាក៏ប៉ុន្តែព្រលឹងទាំងអស់នោះគឺត្រូវបានផ្ទុះខ្លាយទៅជាផេះផង់តែម្ដងនៅពេលដែលពួកវាមានចម្ងាយប្រមាណជា100 feet ពីស៊ុនអឺបាទហើយបន្តមកទៀតនឹងគឺថាព្រលឹងនឹងគឺវាពិតជាច្រើនហើយដល់ពេលដែលវាផ្ទុះនោះគឺវាបានបញ្ចេញនៅអាប៉ខ្មៅច្រើនខ្លាំងមែនទែនហើយស៊ុនអឺនាងក៏មានអារម្មណ៍ថាចម្លែកបន្តិចផងដែរបន្តមកនាងក៏បានដើរថយក្រោយបន្តិចហើយនាងក៏បានប្រើប្រាស់អណ្ដាតភ្លើងរបស់នាងនឹងដើម្បីដុតបំផ្លាញទៅលើអាប៉ខ្មៅទាំងអស់នឹងអញ្ចឹងណាក៏ប៉ុន្តែនាងមិនបានរកឃើញអាពីរអ្នកនឹងនោះទេហើយបន្តមកនាងក៏បានសម្លឹងមើលទៅកាន់ជញ្ជាំងពន្លឺដែលនៅខាងមុខនឹងដែលជាច្រកចូលទៅកាន់ជាន់ទី2នៃភ្នូឋានសួគ៌នឹងអញ្ចឹងណាហើយនាងក៏បានឃើញមនុស្សពីរនាក់កំពុងតែដើរទៅត្រេកទៅត្រោតចូលទៅក្នុងអាជាន់ទី2នឹងហើយបន្តមកសៀវយៀនហើយនឹងស៊ុនអឺពួកគេក៏បានសរសើរអាពីរនាក់នឹងថាពិតជាពូកែដាក់មេប្រូចខ្លាំងមែនតើបាទដល់ពេលដល់អញ្ចឹងទៅដូចចង់មានអារម្មណ៍ថាអាណិតហ៊ុនលីនិងហ៊ុនយ៉ាមិនទេបាទហើយដូចគ្នាដែរសម្រាប់បងដែលគាត់រងចាំរឿងព្រេងនិទានយ៉ាវចិនហ្នឹងគឺថាចាប់ពីថ្ងៃអង្គារនេះទៅខ្ញុំនឹងចាប់ផ្ដើមធ្វើវិញហើយចឹងហើយកុំភ្លេចជួយគាំទ្រទាំងអស់គ្នាផងណាបាទហើយដូចគ្នាដែរវីដេអូសង្ខេបសាច់រឿងរបស់យើងក៏បានឈានមកដល់ទីបញ្ចប់ហើយយើងចាំជួបគ្នានៅថ្ងៃអាទិត្យភាគ153ដែលជាភាគបន្តតែម្ដងក៏ប៉ុន្តែមុននឹងបញ្ចប់វីដេអូខ្ញុំក៏សូមថ្លែងអំណរគុណទៅកាន់បងដែលគាត់បានជួយឧបត្ថម្ភដល់រូបខ្ញុំផងដែរបាទបងប្រុសទី1ក៏មានឈ្មោះថាសេកច័ន្ទខៀងក៏បានឧបត្ថម្ភឲ្យខ្ញុំចំនួន55សេនអរគុណច្រើនខ្លាំងមែនទែនបងប្រុសទី2ក៏មានឈ្មោះថាបងប្រុសខុនសីហាបាទក៏បានឧបត្ថម្ភឲ្យខ្ញុំចំនួន$1បាទគឺពិតជាអរគុណបងខ្លាំងមែនទែនហើយបងប្រុសបន្តទៀតក៏មានឈ្មោះថាយីនសុកណាបាទក៏បានឧបត្ថម្ភឲ្យខ្ញុំចំនួន$1ផងដែរគឺពិតជាអរគុណបងខ្លាំងមែនទែនបាទហើយបងប្រុសចុងក្រោយក៏មានឈ្មោះថាឌីយ៉ុងជីក៏បានឧបត្ថម្ភឲ្យខ្ញុំចំនួន50សេនអរគុណច្រើនខ្លាំងមែនទែនបងប្រុសដែលតែងតែជួយឧបត្ថម្ភគាំទ្រហើយដូចគ្នាដែរខ្ញុំពិតជាអរគុណបងទាំង4នាក់ខ្លាំងមែនទែនជូនពរឲ្យបងទាំង4នាក់ឲ្យរកទទួលទានមានបានសុខភាពល្អសំណាងល្អបាទហើយក៏អរគុណដល់បងប្អូនទាំងអស់គ្នាដែលតែងតែជួយឧបត្ថម្ភគាំទ្រក៏ដូចជាមើលវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ផងដែរក៏ជូនពរឲ្យបងប្អូនទាំងអស់គ្នារកទទួលទានមានបានសុខភាពល្អផងដែរបាទចឹងដូចគ្នាដែរប្រសិនបើមានពាក្យពេចន៍កន្លែងណាខុសឆ្គងសូមមេត្តាខន្តីអភ័យទោសផងហើយយើងចាំជួបគ្នានៅវីដេអូក្រោយបាយបាយ